ត្រូវលើកមកសិក្សានៅពេលនេះគឺកន្លះបន្ទាត់ពុះមុំតើរូបណាមួយជាកន្លះបន្ទាត់ពុះមុំតើជារូបមួយនេះមែនទេសិក្សាមេរៀនទី4អំពីកន្លះបន្ទាត់ពុះមុំនិងសំណងមុំនេះតើរូបមួយនេះមែនទេជាកន្លះបន្ទាត់ពុះមុំឬមួយក៏អ្នកយល់ថាជារូបមួយនេះដែលជាកន្លះបន្ទាត់ពុះមុំមែនទេយើងមានមុំ ACB កន្លះបន្ទាត់ CD ចែកមុំ ACB ជាពីរស្មើគ្នាគឺមុំ ACD និងមុំ PCD ដូចនេះកន្លះបន្ទាត់ CD ហៅថាកន្លះបន្ទាត់ពុះមុំ ACB កន្លះបន្ទាត់ពុះមុំគឺជាកន្លះបន្ទាត់ដែលគូសចេញពីកំពូលនៃមុំហើយចែកមុំជាពីរប៉ុនគ្នាកន្លះបន្ទាត់ពុះមុំគឺជាកន្លះបន្ទាត់ដែលគូសចេញពីកំពូលនៃមុំហើយចែកមុំជាពីរប៉ុនគ្នា